នោះជាអ្វីទៅពូអ្នកតាហើយអ្វីបានជាអ្នកមកកាប់ព្រៃឈើក្នុងតំបន់របស់យើងរឿងហេតុមួយនេះបានកើតឡើងកាលពី21ឆ្នាំមុននៅភូមិមួយស្ថិតនៅខេត្តស្ទឹងត្រែងដែលទីនោះគេហៅថាភូមិព្រៃចាស់នៅទីនោះដែរអ្នកភូមិមានរឿងរ៉ាវតៗគ្នាមកថាមានពស់អ្នកតារស់នៅពស់នោះមិនមែនជាពស់ធម្មតាឡើយគេជឿថាជាវិញ្ញាណពស់បុរាណដែលការពារព្រៃនោះអ្នកភូមិភាគច្រើនមិនហ៊ានចូលព្រៃនោះឡើយនៅពេលយប់រួមមានរឿងរ៉ាវគួរឲ្យខ្លាចជាច្រើនបានកើតឡើងនៅទីនោះមានបុរសវ័យក្មេងម្នាក់ឈ្មោះភារាគាត់ជាអ្នកកាប់ឈើរស់នៅភូមិនោះថ្ងៃមួយពេលគាត់កំពុងអង្គុយលេងជាមួយមិត្តភក្តិរបស់គាត់ឈ្មោះវាសនាក្រោមដើមឈើធំមួយវាសនានិយាយឡើងថាភារាអ្នកភូមិគេថានៅក្នុងព្រៃខាងលិចមានពស់អ្នកតាយប់មិញមានអ្នកឮសំឡេងស៊ូស៊ូនៅព្រៃធំនោះទៀតផងពស់អ្នកតាយទៅខ្ញុំចូលព្រៃរាល់ថ្ងៃមិនដែលឃើញអ្វីគួរខ្លាចទេប្រហែលជាមនុស្សគេនិយាយបំភ្លើសទេកុំមើលងាយព្រៃចាស់នោះជីដូនខ្ញុំក៏ធ្លាប់និយាយដែរថាពស់អ្នកតាមានរាងធំដូចដើមឈើភ្នែកវាភ្លឺដូចភ្លើងអ្នកណាប៉ះពាល់ដែនដីរបស់វានឹងមើលយកជីវិតអ្នកនោះភារាមិនសូវជឿនោះទេគាត់គិតថាអ្នកភូមិនិយាយរឿងខ្មោចដើម្បីឲ្យមនុស្សខ្លាចប៉ុណ្ណោះថ្ងៃមួយភារាយកពូថៅចូលព្រៃដូចធម្មតាថ្ងៃនោះដែរមើលទៅព្រៃដូចជាស្ងប់ស្ងាត់ខ្លាំងខ្យល់ត្រជាក់បក់មកកាត់ស្លឹកឈើបន្លឺសំឡេងស៊ូស៊ូប្រហែលជាសត្វកណ្ដុរឬក៏ពស់តូចៗប៉ុណ្ណោះតើចូលព្រៃថ្ងៃនេះមានឃើញអ្វីចម្លែកអត់ឃើញអ្វីទេតែមានសំឡេងចម្លែកមួយនៅក្នុងព្រៃនោះហើយជាពស់អ្នកតាបើវាមានពិតខ្ញុំនឹងចាប់វាមកបង្ហាញអ្នកភូមិទាំងអស់គ្នាមើលហើយកុំធ្វើបែបនោះអីអ្នកតាមិនចូលចិត្តឲ្យគេប្រមាថនោះទេ
អ្វីទៅនៅក្រៅនោះតើនោះជាអ្វីទៅអូអ្នកតាហើយអ្វីបានជាអ្នកមកកាប់ព្រៃឈើក្នុងតំបន់របស់យើងខ្ញុំមិនដឹងនោះទេថាព្រៃនោះជារបស់អ្នកតានោះមនុស្សជាច្រើនមកកាប់ព្រៃឈើក្នុងតំបន់របស់យើងបានអត់ធ្មត់យូរណាស់មកហើយសូមមេត្តាខ្ញុំផងខ្ញុំឈប់ទៅកាប់ព្រៃឈើក្នុងតំបន់នោះទៀតហើយឯងសន្យាថានឹងមិនបំផ្លាញព្រៃនោះទៀតទេយើងនឹងទុកជីវិតឲ្យឯងនៅយូរខ្ញុំសន្យាថ្ងៃបន្ទាប់គាត់បានទៅប្រាប់អ្នកភូមិពីអ្វីដែលបានកើតឡើងតើអ្នកបានឃើញពិតមែនឬទេពិតពូអ្នកតាការពារព្រៃនេះអ្នកណាបំផ្លាញព្រៃនេះវានឹងមករកអ្នកនោះចាប់តាំងពីថ្ងៃនោះមកអ្នកភូមិគ្មាននរណាហ៊ានចូលកាប់ឈើក្នុងព្រៃនោះទៀតឡើយហើយរាល់យប់ជ្រៅអ្នកខ្លះនៅភូមិនោះនិយាយថាពួកគេនៅតែឮសំឡេងស៊ូមកពីក្នុងព្រៃចាស់នោះដូចជាពស់អ្នកតានៅតែអោបខ្លួនយាមព្រៃរបស់វានោះឯង